អញមិញនេះនៅឯទិសសមរភូមិប្រាសាទតាមាន់ពួកចៅសៀមបានបន្តបាញ់ប្លង់យ៉ាងខ្លាំងប៉ុន្តែកងទ័ពដ៏អង្អែលក្លាហានរបស់កម្ពុជាបានបាញ់សង្គ្រប់ទៅវិញដោយប្រើប្រាស់ BM21 ចំប្លង់ស្អាតណាស់អនុញ្ញាតជម្រាបសួរបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានបងប្អូនជនរួមជាតិជាទីស្នេហាបន្តទៅនេះសូមធ្វើការអាប់ដេតនៅព័ត៌មានទាន់ហេតុការណ៍ស្ដីអំពីសមរភូមិជួរមុខនាថ្ងៃទី19ខែធ្នូឆ្នាំ2025ជាវីដេអូលើកទី2ដោយគិតចាប់តាំងពីវេលាទៀបភ្លឺនាថ្ងៃទី19គឺថ្ងៃសុក្រនេះតែម្ដងសកម្មភាពនៃការវាយប្រហាររបស់សៀមក៏នៅតែមិនព្រមថមថយដែរខណៈពេលដែលពួកគេនៅតែបង្កើននៅការប្រយុទ្ធបាញ់ប្លង់មកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅឡើយនេះក៏ដោយសារតែពួកគេធ្វើសង្គ្រាមជាង10ថ្ងៃទៅហើយមកដល់ថ្ងៃទី19នេះគឺប្រើរយៈពេល13ថ្ងៃទៅហើយប៉ុន្តែពួកគេមិនទាន់ដណ្ដើមបានផ្នែកណាមួយនៃដែនអធិបតេយ្យភាពរបស់កម្ពុជាទេខណៈពេលដែលយោធាកម្ពុជាប្រើប្រាស់កម្លាំងការពារយ៉ាងរឹងមាំជាទីបំផុតព្រមទាំងការវាយបកសង្គ្រប់ទៅកាន់យោធាសៀមធ្វើឲ្យបាត់បង់អាយុជីវិតជាច្រើនពាន់នាក់រហូតមកទល់ថ្ងៃនេះសាកសពចោលសៀមខ្លះត្រូវបានដឹកជញ្ជូនយកទៅផ្ទះសម័យវិញប៉ុន្តែនៅបន្សល់ទុកនៅខ្មោចងាប់ជាច្រើនបន្ថែមទៀតកំពុងតែស្អុយរលួយនិងសាយក្លិននៅលើដីកម្ពុជាព្រោះតែកងទ័ពកម្ពុជាសម្រេចចិត្តថាមិនអាចអនុញ្ញាតឲ្យពួកគេចូលទឹកដីកម្ពុជាបានទៀតទេទោះបីជាការមកយកសាកសពក៏ដោយនាវេលាម៉ោង 4:30 នាទីព្រឹកថ្ងៃទី19ខែធ្នូនេះនៅឯទិសថ្មដានិងអូភ្លុកដំរីខេត្តពោធិ៍សាត់សម្លេងផ្ទុះឡើងយ៉ាងកងរពងនៅក្នុងខណៈពេលនោះ F16 របស់សៀមក៏ធ្វើការទម្លាក់ប្របែកនៅវេលាម៉ោង 5 ផងដែរនៅម៉ោង 4:54 នាទីយោធាសៀមបានប្រើប្រាស់កាំភ្លើងបាញ់រះនៅឯភូមិសាស្ត្រអូភ្លុកដំរីនៅវេលាម៉ោង 5:51 នាទីយោធាសៀមក៏បានប្រើប្រាស់កាំភ្លើងធំបាញ់ចេញអំពីនាវាចម្បាំងនៅភូមិសាស្ត្រថ្មដានៅម៉ោង 6:01 នាទីព្រឹកយោធាសៀមក៏បានបាញ់ប្លង់ចូលមកកាន់ភូមិសាស្ត្រភូមិព្រៃច័ន្ទបន្ថែមទៀតនៅម៉ោង 6:54 នាទីយោធាសៀមបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលងលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅភូមិសាស្ត្រឃុំថ្មដានៅម៉ោង 7:40 នាទីព្រឹកយោធាសៀមក៏បានបាញ់ប្លង់ចំនួន 5 គ្រាប់ចូលមកកាន់ផ្ទះប្រជាជនស្លូត្រង់ស្ថិតនៅក្នុងភូមិបន្ទាយមានរិទ្ធឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យគិតត្រឹមម៉ោង 8 កន្លះតទៅសភាពការនៅតាមបណ្ដោយព្រំដែនមានសភាពស្ងប់ស្ងាត់បន្តិចប៉ុន្តែក្រោយមកនៅម៉ោង 8:48 នាទីយោធាសៀមក៏បានបាញ់ផ្សែងពុលនៅភូមិសាស្ត្រភូមិជោគជ័យនៃខេត្តបន្ទាយមានជ័យនៅម៉ោង 8:50 នាទីសៀមបានបាញ់ផ្សែងពុលបន្ថែមទៀតនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យដដែលនៅវេលាម៉ោង 9:30 នាទីយោធាសៀមបានបន្តបាញ់កាំភ្លើងត្បាល់ចូលមកទិសថ្មដានិងអូភ្លុកដំរីនៅវេលាម៉ោង 9:45 នាទីយោធាសៀមបានបន្តបាញ់ប្លង់ចូលមកកាន់ផ្ទះប្រជាជនស្លូត្រង់ស្ថិតនៅឯភូមិសាស្ត្របឹងត្រកួនឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យគិតត្រឹមម៉ោង 11 ព្រឹកនេះទាហានសៀមបានបន្តបាញ់ប្លង់កាំភ្លើងធំនិងផ្សែងពុលយ៉ាងខ្លាំងនៅតំបន់បឹងត្រកួនភូមិព្រៃច័ន្ទនិងភូមិជោគជ័យបងប្អូនប្រិយមិត្តទេសនិកជនជនរួមជាតិជាទីគោរពរាប់អាននេះគឺជាព្រឹត្តិការណ៍នៃការអាប់ដេតថ្មីសម្រាប់ព្រឹកថ្ងៃទី19ខែធ្នូឆ្នាំ2025នេះបើយោងតាមសេចក្តីរាយការណ៍បន្ទាន់ពីក្រសួងការពារជាតិកម្ពុជានិងការដកស្រង់ចេញពីស្ថាប័នព័ត៌មានល្បីៗនៅកម្ពុជាច្បាស់ការបងប្អូនយើងឃើញថាសកម្មភាពនៃការឈ្លានពានរបស់សៀមមកទល់ថ្ងៃទី19នេះគឺវាបន្តគ្រប់សមរភូមិប្រយុទ្ធតែម្ដងវាអត់រើសកន្លែងទេប្រសិនបើវានៅតែបន្តបែបនេះវានឹងធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋដែលជាទ្រព្យសម្បត្តិរបស់ប្រជាជនស៊ីវិលកម្ពុជាតែម្ដងយ៉ាងណាក៏ដោយយើងឃើញថាដំណាក់កាលនៃការដោះស្រាយដោយសន្តិវិធីរបស់កម្ពុជាបាននឹងកំពុងតែបន្តដំណើរយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំយើងហើយម្សិលមិញនេះនាថ្ងៃទី18ក៏យើងក៏លេចឃើញឯសកម្មជនពីប្រទេសចិនក៏មានការចុះមកត្រួតពិនិត្យនិងដំណោះស្រាយរកច្រកចេញរវាងចំនួនភាគីថៃនិងកម្ពុជានៃការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជានេះផងដែរប៉ុន្តែចម្លើយយ៉ាងណានោះយើងក៏មិនទាន់បានដឹងច្បាស់ដែរយើងមានតែរងចាំមើលនៅសារព័ត៌មានផ្លូវការរបស់ក្រសួងការពារជាតិបន្ថែមទៀតអំពីលទ្ធផលនៃដំណោះស្រាយដោយសន្តិវិធីនេះប៉ុន្តែចំពោះយោធាសៀមវិញមិនបានគោរពទៅនឹងបទជប់បាញ់ព្រមទាំងការដោះស្រាយគ្នាដោយសន្តិវិធីទេមកដល់ថ្ងៃនេះបើទោះបីជាមានការអន្តរាគមន៍ពីអន្តរជាតិយ៉ាងណាក៏ដោយជាពិសេសគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាប្រធានបដូវវេនរបស់អាស៊ានលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចក៏យោធាសៀមមិនបានស្ដាប់សូម្បីតែមួយម៉ាត់ហើយមានតែបន្ថែមនូវការវាយប្រហារបន្ថែមទៀតនេះបើការអះអាងរបស់លោកនាយករដ្ឋមន្ត្រីអនុទានច័ន្ទវីរៈកុលរបស់ប្រទេសសៀមកន្លងមកប៉ុន្តែថ្មីៗនេះយើងឃើញមានចំណាត់ការពីប្រទេសចិនដែលអាចផ្ដល់ក្តីសង្ឃឹមនៅក្នុងការបញ្ចប់សង្គ្រាមនេះហើយករណីប្រសិនបើមានការបញ្ចប់សង្គ្រាមវាគឺជាអ្វីដែលប្រទេសកម្ពុជានិងប្រជាជនស្លូតត្រង់របស់កម្ពុជាគ្រប់រូបចង់បានព្រោះតែវិនាសកម្មសង្គ្រាមរបស់សៀមឈ្លានពានមកលើប្រទេសកម្ពុជាបានធ្វើឲ្យប្រជាជនកម្ពុជារងការខូចខាតនៅទ្រព្យសម្បត្តិស៊ីវិលផ្ទាល់ខ្លួនដោយសារតែការបាញ់ប្រហារទាំងកំរោលពីយោធាសៀមដោយមិនរើសគោលដៅដោយមិនរើសអំពីទីតាំងស៊ីវិលរបស់ប្រជាជនឡើយដូច្នេះក្នុងនាមប្រជាជនកម្ពុជាសូមទទូចឲ្យថ្នាក់ដឹកនាំអន្តរជាតិមានការអន្តរាគមន៍ឲ្យទាន់ពេលវេលានិងបញ្ចប់សកម្មភាពឈ្លានពាននេះឲ្យកាន់តែបាននៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះអរគុណ